Chung nhiều. Một. នេះគឺជាសម្ដីពេទ្យរបស់តាជប៉ុនខ្ញុំបងប្រុសម្នាក់ហ្នឹងគាត់បានថាស្នើឲ្យឆាដុតត្រប់ជាមួយនឹងសាច់ចិញ្ច្រាំមកគាត់ហូបម្ដងចង់ដឹងថាគាត់ឲ្យតម្លៃលើរសជាតិបែបណាឬគាត់និយាយកាលពីក្បាលដើមវីដេអូទេគាត់ថាឆ្ងាញ់គាត់ចូលចិត្តហើយគាត់ថាមានអារម្មណ៍ថាត្រប់ហ្នឹងទន់ហើយឆ្ងាញ់ទៀតរសជាតិដិតល្អអត់ដូចរបស់ជប៉ុនទេគាត់ថាអញ្ចឹងឯងតែខ្ញុំក៏បង្ហាញថារបៀបធ្វើឆាដុតត្រប់ហ្នឹងដុតត្រប់ហើយយើងយកទៅឆាជាមួយនឹងសាច់ចិញ្ច្រាំហ្នឹងណាគឺយើងធ្វើតាមដំណាក់កាលមួយយូក្រិនបើដែរអញ្ចឹងទៅគាត់ថាអើយរសជាតិបែបហ្នឹងគឺឆ្ងាញ់ហើយចូលចិត្តគាត់ថាត្រូវជាមួយនឹងស្រាមែនតែនគ្រាន់តែមើលមុខគាត់ទៅគាត់ដឹងហើយគាត់ក៏សុំទោសដែរថាគាត់អត់អាចនិយាយភាសាខ្មែរបានច្រើនទេគាត់ចេះតែមួយម៉ាត់ពីរម៉ាត់ចឹងទៅគាត់ចេះតែឆ្ងាញ់អត់ទេអរគុណច្រើនញ៉ាំបាយគាត់ចេះតែប៉ុណ្្នឹងឯងចឹងហើយក៏អរគុណច្រើនណាបងដែលបានស្នើសុំឲ្យតាជប៉ុនញ៉ាំដុតត្រប់ចឹងតាជប៉ុនថាដុតត្រប់ឆាជាមួយនឹងសាច់ចិញ្ច្រាំហ្នឹងគឺឆ្ងាញ់មែនទែនរសជាតិបែបខ្មែរនិយាយទៅតាជប៉ុនខ្ញុំឥឡូវម្ហូបខ្មែរគាត់ចេះច្រើនចេះញ៉ាំច្រើនតាំងពីទៅខ្មែរមកវិញគាត់ចេះមកដល់ជប៉ុនវិញគាត់ចេះទាញ៉ាំម្ហូបនេះម្ហូបនោះអញ្ចឹងទៅដូចថ្ងៃហ្នឹងមានបងប្រុសដែលកាត់ស្នាឲ្យកាត់ឆាឲ្យខ្ញុំឆាត្រាប់ហ្នឹងដុតត្រាប់ហើយយកទៅឆាមួយសាច់ច្រាំហ្នឹងឲ្យកាត់ញ៉ាំសាក់មើលតែកាត់ចូលចិត្តអត់មើលតែមាត់កាត់ទៅដឹងហើយតែកាត់ចូលចិត្តប៉ុណ្ណាប៉ុន្តែសូមបញ្ជាក់មុខកាត់អញ្ចឹងឯងមុខកាត់ពីកំណើតទោះបីជាកាត់ញ៉ាំអីកាត់សាយក៏នៅតែមុខកាត់អញ្ចឹងឯងមើលទៅមុខកាត់ដូចមមអញ្ចឹងណាបើគេនិយាយបើភាសាខ្មែរយើងថាមុខដូចកញ្ចប់ប្រហុកហ្នឹងហើយអរគុណច្រើនបងនេះគឺជាវីដេអូដែលបងស្នើសុំ